ព្រះអង្គច័ន្ទមុនីនិមន្តចាក់ចេញពីវត្តចូលព្រៃវិញមិនយកអ្វីទៅជាមួយទាំងអស់ហើយក៏មិនដឹងទៅគង់នៅទីណាដែរនៅវេលាម៉ោង4ទៀបភ្លឺថ្ងៃទី18ខែឧសភា2025ព្រះអង្គច័ន្ទមុនីគង់នៅវត្តតាសុតស្រុករលៀបអៀលខេត្តកំពង់ឆ្នាំងដែលពុទ្ធបរិស័ទគោរពប្រតិបត្តិបំផុតបានបាត់ពីអាស្រមរបស់ព្រះអង្គមិនឲ្យនរណាដឹងទាំងអស់ការនិមន្តចាក់ចេញពីវត្តនេះគេមិនដឹងថាព្រះអង្គនិមន្តចេញទៅព្រៃនៅម៉ោងប៉ុន្មានឲ្យពិតប្រាកដទេគ្រាន់តែតាជាយាជីនៅទីនោះដឹងថាបាត់ព្រះអង្គនៅម៉ោង4ទៀបភ្លឺប៉ុណ្ណោះនៅពេលដែលតាជាយាជីទៅឃ្លាំមើលកន្លែងសឹងព្រះអង្គមិនឃើញនេះបើតាមលោកសេងវិចិត្រអភិបាលស្រុករលៀបអៀលបានប្រាប់ហងមាសពេលនោះហើយដែលធ្វើឲ្យពុទ្ធបរិស័ទបានភ្ញាក់ផ្អើលនៅម៉ោងទៀបភ្លឺគ្រប់គ្នាប៉ុន្តែបើតាមលោកអភិបាលស្រុករលៀបអៀលបញ្ជាក់ថាមុនពេលព្រះអង្គនិមន្តចាក់ចេញទៅគង់នៅក្នុងព្រៃវិញនេះព្រះអង្គបានផ្ទេរការគ្រប់គ្រងវត្តនេះទៅឲ្យព្រះគ្រូសូត្រស្ដាំរួចរាល់ហើយព្រះអង្គក៏បានប្រាប់ទៅមេគុណខេត្តនិងមន្ទីរធម្មការខេត្តរួចហើយដែរមុនបាត់ព្រះកាយព្រះអង្គបានមានសង្កេតថាសូមរួមគ្នាបន្តកសាងសមិទ្ធផលទាំងនេះបន្តទៅទៀតមិនចាំបាច់តតែមានព្រះអង្គគង់នៅទើបធ្វើទៅបានទេទីណាកន្លែងណាក៏ដោយក៏អាចធ្វើបុណ្យបានដែរឲ្យតែជ្រះថ្លាមិនចាំបាច់មើលផ្លូវអាត្មាទេមិនដឹងថាពេលណាថ្ងៃណានឹងត្រឡប់មកវិញព្រោះនេះអាត្មាអស់សង្ខារធម៌ហើយទោះជាយ៉ាងណាព្រះអង្គច័ន្ទមុនីក៏ធ្លាប់មានសង្កេតការកំណត់ពេលវេលាចាក់ចេញពីវត្តដោយស្ងាត់ស្ងៀមរួចទៅហើយតែឥឡូវព្រះអង្គបានចាក់ចេញតាមការគ្រោងទុកមែនបើទោះបីមានការអង្វរករពីអ្នកគ្រប់គ្រងព្រះអង្គមិនឲ្យចាក់ចេញយ៉ាងណាក៏ដោយ